ទូធានអ្នកដែលមកចូលរួមកម្មវិធីនេះសុទ្ធតែជាអ្នកមានអំណាចអាថ៌កំបាំងសំណាងហើយដែលគ្រូពេទ្យដែលជួយមើលការខុសត្រូវឲ្យខ្ញុំគាត់ស្គាល់វត្ថុបុរាណមិននឹកស្មានថាព្រួយដែលបាញ់ត្រូវខ្ញុំតាមពិតទៅជាវត្ថុបុរាណរបស់ហាងដាសឹងឆាងសោះមួយនេះមិនមែនតម្លៃជាង1លានទេឬជាង7លានទីបំផុតអ្នកបានលំបាកហើយដើម្បីឲ្យពួកយើងទាំងពីរមានជីវិតល្អប្រសើរបើអ៊ីចឹងក៏វាសមនឹងការលំបាកបន្តិចបន្តួចដែរមនុស្សដូចអ្នកការលំបាកបន្តិចបន្តួចគឺសមនឹងទទួលបានហើយកុំឲ្យលីម៉ុងដឹងឲ្យសោះអ្វីដែលមិនអាចឲ្យខ្ញុំដឹងនោះក៏មិនខ្លាចនឹងប្រាប់អ្នកដែរមិនដែលនឹកស្មានដល់មែនទេព្រួយដែលអ្នកប្រើកាំភ្លើងចាស់របស់យាយខ្ញុំបាញ់ត្រូវខ្ញុំនោះតាមពិតទៅជាវត្ថុបុរាណរបស់ហាងដាសឹងឆាងបងស្រីកាលពីយើងសម្រុកចូលទៅក្នុងភោជនីយដ្ឋានដើម្បីចាប់អ្នកប្រសិនបើខ្ញុំចាប់អ្នកភ្លាមនោះក៏មិនបាត់បង់វត្ថុដ៏មានតម្លៃពិតប្រាកដនេះដែរអ្នកទាំងអស់គ្នាបានលឺហើយមែនទេគឺពួកគេដែលសម្រុកចូលភោជនីយដ្ឋានរបស់ខ្ញុំចាប់ខ្ញុំដល់តាមយករបស់មានតម្លៃរបស់ខ្ញុំហើយលួចយកវត្ថុបុរាណតម្លៃរាប់លានរបស់ខ្ញុំទៅដេញថ្លៃខ្ញុំជាជនរងគ្រោះចាប់តែកូនពួកគេបញ្ជូនទៅប៉ុស្តិ៍ប៉ូលីសអ្វីណាលែងខ្ញុំទៅអ្នកដែលតាមជនជាតិស្វ័យសមនេះអ្នកនឹងមានប្រយោជន៍លែងខ្ញុំទៅរងមម្លេះកុំសង្ឃឹមឲ្យសោះលែងខ្ញុំទៅកម្មវិធីពិសេសនៅរាត្រីនេះគឺជារបស់នេះឯងបានបញ្ជារបស់សេកយ៉ានធ្លាប់កាន់អំណាចជំនួសរាជបល្ល័ង្ក3ឆ្នាំបានបញ្ជាសេកយ៉ាននៅពេលនោះអាចក៏ហៅមន្ត្រីគ្រប់ជាន់ថ្នាក់ដើម្បីធ្វើកិច្ចការធំនិងបញ្ជាកងទ័ពរាប់លាននាក់នេះក៏ជាមូលហេតុដែលព្រះអង្គចាស់មិនទាន់បានឡើងគ្រងរាជ្យតែងតែតាមឃ្លាំមើលសេកយ៉ានតម្លៃនៃបានបញ្ជាសេកយ៉ាននេះមិនអាចកាត់ថ្លៃបានដោយលុយកាក់ឡើយនោះទេខ្ញុំឲ្យ5លានខ្ញុំឲ្យ100លានរបស់ដ៏មានតម្លៃបែបនេះកញ្ញាលីតាប្រកាសជាចង់លក់មែនទេលក់ពិតជាត្រូវតែលក់300លានទោះបីជាមានតម្លៃក៏មិនដល់300លានដែរមែនទេតម្លៃខ្ពស់បែបនេះតើថ្ងៃក្រោយនឹងរក្សាជីវិតយ៉ាងណាទៅជីវិតល្អហើយចុះបានមិនមែនជាសត្វស្លាប់ទៅវិញ300លានលើកទី1 300លានលើកទី2លោកលុយបានទេចូលពីនានីរបស់ខ្ញុំហើយភោជនីយដ្ឋានថ្មីបើកសម្ពោធយ៉ាងអធិកអធមសូមស្វាគមន៍មិត្តចាស់មិត្តថ្មីមកភ្លក់តែ